ปูทอดดิฉันสับมะม่วงสับปลาหมึกได้คือกอดโยประหกเมาจุ่มโจลนงตักสลอตุ้มเปียงนั่งแต่มาดองปีละงี้โดยอัศตะเจาะเลยไปปรักตะเจาะคลางหมองทน้ำเหมือนปูทน้ำขม้าเหมือนกับเปียปูเวียนเหรออ๋อខ្ញុំបាទសៃហាសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាវីដេអូរបស់ខ្ញុំថ្ងៃនេះគឺខ្ញុំបានមកលេងភូមិស្រែជីឃុំស្រែជីស្រុកអូក្រៀងសែនជ័យបាទនៅទីរួមខេត្តក្រចេះបាទអូមីងហូបមលូដែរចាអូសកម្មភាពគាត់ធ្វើនំបញ្ចុកនៅចំហៀងផ្ទះយើងប្រើអង្គអីបងអង្គស្រែតែមានឈ្មោះឯអង្គហ្នឹងមានដូចថាស្រូវនាងខុនឬស្រូវអីចឹងណាបាទមានស្បងក្រងណ៎បងក្រងអូឈ្មោះថាសបកអង្ក្រងអូឈ្មោះប្លែកមែនខ្ញុំអត់ដែលឮសោះអានឹងប្រហែលខែបានផលស្រូវហ្នឹងយូរដែរហ្នឹងណាខនយូរដែរអូបាទសំបីតែឈ្មោះពូជស្រូវនៅតំបន់គាត់ហ្នឹងក៏ប្លែកដែរសបកអង្ក្រងខ្ញុំអត់ដែលឮស្រូវបាយទុនឬរឹងបងរឹងតើរឹងអញ្ចឹងបានធ្វើនំចុកកើតចៃដន្យមែនតើគ្រាន់តែមកដល់ក្នុងភូមិភ្លាមឃើញសកម្មភាពពួកគាត់កំពុងតែធ្វើនំបញ្ចុកបាទនេះជាសកម្មភាពធ្វើនំបញ្ចុករបស់ជនជាតិដើមក្រោលនៅក្នុងខេត្តក្រចេះអញ្ចឹងសកម្មភាពធ្វើនំបញ្ចុករបស់គាត់ក៏មួយយ៉ាងប្លែកខុសពីតំបន់ផ្សេងដែរជាពិសេសគឺពូជស្រូវឬអង្ករដែលគាត់យកមកប្រើហ្នឹងក៏ឈ្មោះប្លែកដែរសម្បកអង្ក្រងធម្មតាអង្ក្រងវាអត់មានសបកយើងជាសัตว์អង្ក្រងអញ្ចឹងប៉ុន្តែឈ្មោះសម្បកអង្ក្រងប្លែកបាទណាពុំចាប់បាត់នេះហាន់នោះគឺក៏ដូចណាពុំមកចេញទៅហើយយកចង់ហៅហ្នឹងអើយណាជិះងើយវិញបងប្អូនឮសំឡេងពួកគាត់និយាយនេះគឺជាភាសារបស់ពួកគាត់ភាសារបស់ជនជាតិភាគតិចក្រោលខ្ញុំអត់ដឹងថាពួកគាត់និយាយអីដែរគាត់សើចតាមគាត់ទៅអត់ដឹងគាត់និយាយពីអីទេអូយើងគ្រាន់តែជ្រុំហើយដាក់ស្លឹកខ្ទឹមទេអត់ទេប៊ីចេងស្ករដាក់ដែរដាក់ប៊ីចេងស្ករទៀតអូនឹងសម្រាប់ញ៉ាំមួយនំបញ្ចុកចាអូប្លែកយើងត្រូវធ្វើម៉េចស្រូបហើយបន្ទាប់ពីដាក់នំបញ្ចុកហើយស្រូបអូស្រូបទេដាក់ញ៉ាំបានមកទេសខ្ញុំចេះញ៉ាំអូអើអ្នកស្រុកហ្នឹងគាត់ចូលចិត្តញ៉ាំហឹលចឹងហឹលមែនតើប៉ុន្តែមានរសជាតិឆ្ងាញ់ទឹកប្រហុកគឺអត់ប្រៃដុតខ្លាំងទេវាស្រទន់ស្តៀងទឹកសឡដែរគ្រាន់តែវាក្លិនប្រហុកអប់ខ្លាំងបាទនៅលើច្បាយនំចុកហ្នឹងគឺគាត់ដួសទឹកនំបញ្ចុកស្រូបលើហ្នឹងហើយលឹកខ្ទឹមដែលគាត់ដាក់ហ្នឹងគឺដាក់នៅបន្តិចពីលើនំបញ្ចុកហ្នឹងទៀតហើយបន្ទាប់មកបានគាត់រោយម្ទេសហុយដាក់នៅពីលើហើយសរសៃនំបញ្ចុកហ្នឹងគឺទុនវាចូលជាតិគ្នាជាមួយនឹងទឹកប្រហុកហ្នឹងហ្មង
ឈ្ងុយលឹកខ្ទឹមបាទលឹកខ្ទឹមហ្នឹងគឺគាត់ដាក់វែងអត់ហាន់ល្អិតដូចខាងខេត្តកំពតសឡទឹកម្ហិចគឺហាន់ល្អិតរោយប៉ុន្តែលឹកខ្ទឹមនៅទីនេះគឺគាត់ក្តិចហ្មងបាទក្តិចដាក់វែងហើយយើងញ៉ាំចំទៅធុំក្លិនឈ្ងុយលឹកខ្ទឹមខ្លាំងហើយហឹរនេះជារសជាតិនំបញ្ចុកទឹកប្រហុកនៅតំបន់គាត់អូគាត់ញ៉ាំនឹងដៃតំណងខ្ញុំមើលទៅខ្ញុំធ្លាប់តែញ៉ាំប្រហុកដៃបាយច្បាច់ដៃអីចឹងនៅពីទូចដល់យើងញ៉ាំដៃចឹងចូលជាតិនេះល្អមិញផ្លែចាអូបាទតំណងមែនតើឃើញគាត់ញ៉ាំក៏ប្លែកដែរនំបញ្ចុកបែនភ្លាមរោយថ្មីចឹងយកមកញ៉ាំចឹងគឺវានៅ fresh ល្អបាទមានរសជាតិប្លែកមកហើយចូលជាតិគ្នាជាមួយទឹកប្រហុកហ្នឹងណាអានេះយើងធ្វើអីបងអូយើងក្លុកអញ្ចឹងហ៎បើអត់ក្លុកវាមិនវាដុំបាទនេះសកម្មភាពគាត់ធ្វើម្សៅនំបញ្ចុកជាដំបូងយើងកិនសិនណាបងមែនទេនេះត្បាល់កិនគាត់ហើយបាទត្បាល់កិនបុរាណណាស់តើយើងសកត់វាអស់ទឹកបានយកទៅស្ងោរម្សៅនឹងទៀតហ៎បាទច្រើនដំណាក់កាលបាទមើលទៅប្លែកភ្នែកមែនតើកម្របានជួបបាទតើយើងធ្វើដំណើរមកតំបន់ដាច់ស្រយាលអញ្ចឹងបានជួបសកម្មភាពប្លែកបែបនេះយើងធ្វើតអស់ម្សៅពីខាងលើហ្នឹងអូគាត់ធ្វើអញ្ចឹងកុំឲ្យអាម្សៅដែលអត់ម៉ត់កាអីហ្នឹងវាចូលទៅជាមួយហ៎អូអានេះមានដូចក្បាលអង្កាមដូចអីដែរមែនទេបងអូអញ្ចឹងបានគាត់ធ្វើអញ្ចឹងធ្វើអញ្ចឹងទៅនំបញ្ចុកក៏ល្អដែរមែនបាទមកថែមទឹកទៀតហ្នឹងគឺខ្មែរជាជេងនេះទូចឲ្យគាត់និយាយភាសាគាត់ខ្ញុំស្ដាប់អត់បានតើតរៀនមួយខែហ្នឹងអត់ចេះចាំខ្ញុំមករៀននៅហ្នឹងនៅស្រែជីមករៀនភាសាក្រៅមកចាក់មកលេងប៉ុណ្នេះយើងយកប៉ុណ្ណឹងអានេះឈប់យកហើយឈប់ហើយចោលហើយបាទតបមកបានយើងចម្រោះយកទឹកចេញទៀតណាបងបាទចាប់ដើមចងមាត់ឆាចោះឆៃអាហ្នឹងយើងហៅថង់ឬក៏អីបងថង់កណាត់នេះតៃនេះស្ដាប់បានទេអត់ស្ដាប់អត់បានទេខ្ញុំឃើញបងសើចដែរដូចមិញហ្នឹងខ្ញុំញ៉ាំនំបញ្ចុកដាក់ស្រូបទឹកផុកហ្នឹងដល់ពួកគាត់សើចខ្ញុំសើចដែរខ្ញុំអត់ដឹងនឹងបងនិយាយអីផងញ៉ាំនំច្បាយហ្នឹងហើយនំច្បាយនេះគឺធ្វើនំច្បាយបាទអីណាហើយអត់សកត់វាយកទឹកចេញយើងទុកអញ្ចឹងសិនហ៎បាទនេះមើលត្បាល់របស់គាត់កន្លែងជន់ហើយនេះប្រកាន់ដៃសម្រាប់ទប់ឈរជន់អ្នកជន់ប្រហែលអ្នកបងបានអញ្ចឹងត្រូវការមនុស្ស2នាក់ឡើងជន់ម្នាក់អង្គុយត្រឡប់ម្សៅអានេះយើងហៅរ៉ែឬហៅអីបងនេះរ៉ែត្បាល់អានេះត្បាល់កប់ទៅដីត្បាល់ឈើហើយមិនដឹងប្រហែលឆ្នាំទេអ្នកយើងឃើញពុកជាហៀងហើយត្បាល់នេះហើយបើសិនភាសាខ្មែរថាខ្ញុំអូខ្ញុំដល់នំបញ្ចុកនំចង្វាយអូហ្នឹងបើបកប្រែខ្មែរថានំបញ្ចុកអូបង
อันนี้ภาษาជនជាតិហៅអីគេបង à bùng bùng បង bùng បង bùng អូចុះភាសាខ្មែរបងហៅមិនវិញ កត្រអូដូចពួកខ្ញុំដែរចឹង អានេះយើងប្រើសម្រាប់ធ្វើអីខ្លះបង tôi អូទៅស្ទូចត្រី chị tờ lôn gì ទី ấy តលងអីចឹងទៅ យើងមើលមួងមើលអីទៅកាន់ទៅ បាទនៅតំបន់ផ្ទះគាត់ហ្នឹងឃើញឧបករណ៍ប្រើប្រាស់ប្លែកៗដែលធ្វើពីឫស្សីខ្ញុំចាប់អារម្មណ៍ឃើញច្រើនសឹងតែគ្រប់ផ្ទះហ្មងពេលដែលកលេចទៅឃើញកលេចទៅឃើញហ្មង อันนี้มอนเกอกับมอนเกอก็เนี่ยชโมลยังหาเกอกันนะบอกไอ้จนนี้แต่แปลงจูเหมือนแปลงจูนี่เธอล้วนไอมันเนี่ยบอกอ๋อ เธอปลักไปแล้วยังจะปัดอ้อยต้นใช่ไหมดักกระปองดักลอย อัพเดตตุกต่อกรุบไงบานยอโฮบานกรุบอายุ เอาจูเป็นร้านรอไปเลย บ่า เจ็ดดาวคู่ไหม บ่าปานนังจูไว้ได้คูบกิดมาชนะเหมือนคูบกิดมาชนะมโหบอกกอดในหลังนี้คือกอดเวอร์ละไว้ตุ่มแป้งบ่าให้ตุ่มแป้งคือตุ่มแป้งจูโดยเปียละไว้นั่งยมทลอบเมียนสลอละไว้กระดามละไว้ไอ้จังนะคนตายในทางกอดนี้ละไว้ตุ่มแป้งให้ปลาสัจมอนบ่าพลายสำหรับมอนคือไตรรูลสมอาดโรมบ่ากำรอคืนระเบียบในการเฟอร์มอนแบบนั้นนะบ่ายูบานจูบมาดองว่าพลายเนี่ยในเจ็ดปลาหมอได้โอ้ก่อนนั้นยังตามตึกอยู่ตะบอกก่อนmìnhโอ้จังโดยระเบียบสลอมาใส่ได้อ่ะโอ้ระบายบางมาอ้อมเกรียมเหมือนกัน dạ สำหรับมุกมะฮบหรือวายตัวเปียงนี่คือปลายกาสโลหรือวายนี่คือก็มีหนังกอโยแต่ตรัมให้โยเวียมาบกดำใบเพิ่มหกมุกนี่สำหรับมะออมนี่ยังปลามะออมสระบานหรือเปล่า แค่นี้รู้อันบานดิ อ๋อจังบันในทายังปลามะออมสระกับบานได้บ่มีน อ่าม ะออมพอก่อนนี่ชื่อประเภทมะออมเกรียมเลยคนตายทุ่มคลันชงวยมองชงวยเจียมาดอนยมแต่ก็คงแต่ทอดก่อนหนึ่งយើងឃើញខ្មៅនៅលាយឡំគ្នាជាមួយនឹងម្សៅអង្ករកំប៉ុងបុកហ្នឹងគឺជាម្អមក្រៀមមិញហ្នឹងបាទគឺគាត់ត្រូវយកវាដាក់ចូលនៅក្នុងម្សៅហើយបុកជាមួយជាទូទៅសម្លដែលបង់ម្អមខ្ញុំធ្លាប់ឃើញតែយើងយកម្អមហ្នឹងទៅបង់ចូលក្នុងទឹកសម្លតែម្ដងណាប៉ុន្តែរបៀបស្លនៅគាត់នេះគឺយកម្អមហ្នឹងទៅបុកជាមួយនឹងម្សៅបាទប្លែកមែនតើខ្ញុំទៅតែជួបលើកទី1ទេសម្រាប់សាច់មាន់មុននឹងយកទៅស្លគឺគាត់ត្រូវយកវាមករលីងមួយសាសិនបាទនិយាយទៅរបៀបស្លល្វាទំពាំងនេះគឺប្លែកសម្រាប់ខ្ញុំបាទអូបាទគាត់ចាប់ដើមបំពងខ្ទឹមតាមមើលរបៀបរលីងសាច់របស់គាត់ហ្នឹងដូចយកសាច់មកឆាមុនម្សាអញ្ចឹងឲ្យវាមានរសជាតិណាប៊ីចេងបាទ ស្ករក្រហម ស្ករក្រហម ឆ្នោតយើងឃើញ
បាទស្ករក្រហមស្ករត្នោតអ្នកខ្លះគេហៅស្ករពីង បាទ ឈ្មោះច្រើនតាមការនិយមហៅតាមតំបន់ផ្សេងគ្នាក្លិនឈ្ងុយដល់ហើយខ្ទឹមបំពងគាត់បាទឆ្នាំង2បាទនេះគឺជាឆ្នាំងសម្លដែលគាត់បានយកទំពាំងយកមកស្ងោរមុនហើយស្ងោររយៈពេលយូរហើយឆ្នាំងខាងនេះគាត់ចាប់ផ្ដើមរលីងសាច់អូពុះក៏ខ្លាំងដែរបាទមិនមែនចេះតែស្ងោរដាក់ភ្លើងអែទេបាទមើលផ្សែងពុះចាប់ផ្ដើមដាក់សាច់មាន់បាទអូបាទលឺស្នូឆេវធ្វើឲ្យរមូលពោះហ្មងបាទអូបន្ទាប់ពីទំពាំងគាត់ស្ងោរមួយរយៈដល់ពេលនេះគឺគាត់យកប្រហុកមកជ្រុំចូលក្នុងទឹកសឡទំពាំងនឹងតែម្ដងឥឡូវនេះសាច់មាន់គាត់ចាប់ផ្ដើមដួសចម្លងចូលមកដាក់ក្នុងឆ្នាំងសម្លបាទមុនហ្នឹងគឺគាត់ដាក់ក្នុងផ្ទះរលីងវាបាទរបៀបស្លនេះគឺអត់ដែលជួបហ្មងចាក់ទឹកម្សៅចូលបាទម្សៅបុកដែលគាត់យកមកចាក់ចូលក្នុងសម្លទំពាំងនេះគឺគាត់ត្រូវដួសម្សៅនឹងយកមកលាយជាមួយនឹងទឹកត្រជាក់ហើយកូរវាឲ្យរលាយចូលគ្នាជាមួយទឹកសិនរាវរួចបានចាក់វាចូលនៅក្នុងសម្លទំពាំងនេះបាទខ្ញុំចេះតែនិយាយថាសម្លទំពាំងបានលវ៉ែទំពាំងបាទលវ៉ែទំពាំងមាន់មួយគឺគាត់ធ្វើម្ហូបបាន2មុខមួយមុខទៀតនេះគឺគាត់ឆាជាមួយទំពាំងដែរបាទហើយក៏ជាទំពាំងជូរដូចគ្នាប៉ុន្តែមុខម្ហូបនៅកន្លែងគាត់នេះលវ៉ែហ្នឹងប្រើទំពាំងស្រស់ក៏បានទំពាំងជូរក៏បានឥឡូវនេះម្ហូបឆ្អិនហើយគាត់ក៏បានរៀបចំដួសម្ហូបយកមកដាក់នៅខាងលើតុបាទដើម្បីទទួលភ្ញៀវដែលមកលេងនៅទីនេះសម្រាប់អាហារល្ងាចនេះគឺមិនបានបង្ហាញគ្រប់ជ្រុងជ្រោយទេបាទព្រោះវាងងឹតស្ទើរពន្លឺហើយភ្លើងខ្ញុំនេះក៏អស់ថ្មដែរបាទនេះថតទាំងអ៊ីវហ្មងណាបាទតែម្ហូបរបស់គាត់គឺប្លែកសម្រាប់លវ៉ែទំពាំងហ្នឹងគឺយើងឃើញមានទឹកខាប់ដូចសម្លម្សៅអញ្ចឹងហើយសម្រាប់ទំពាំងវិញខ្ញុំមើលទៅដូចបន្លែល្ហុងអញ្ចឹងដល់ពេលដែលគាត់ស្លឆ្អិនទៅបាទប្លែកហើយសម្រាប់មុខទៀតឆាទំពាំងនេះក៏ទំនងដែរធំក្លិនឈ្ងុយឆាទំពាំងជូរនៅគាត់នេះអត់មានប្រើម្រេចទេខ្ញុំធ្លាប់ញ៉ាំឆាទំពាំងជូរប្រើម្រេចម៉ត់ដាក់ជាមួយបាទមានក្លិនម្រេចប៉ុន្តែនៅខាងគាត់នេះគឺអត់ប្រើដូចខាងយើងខាងនោះទេឆាអង្កែបមួយក្តាមមកបងអូយើងយកវាឆាលាយគ្នាអូអត់ដែលថ្លៃបើមករដូវអង្កែបអីល្អហ្មងរដូវខែ11ហ៎ខែ11ខែ12តិចអីយាយតិចខ្ពីល្ងាចដូចអត់សូវតិចទេពេលព្រឹកតិចខ្លាំងហ្មងឆ្នាំមែនពូឆ្នាំខ្មែរមែនកាពះពវៀនអូកន្លែងលក់អាហារពេលព្រឹកនំបញ្ចុកបែនពីល្ងាចឡើងបែនព្រឹកឡើងលក់ដាក់នំហើយស្រូបសម្លចឹងមកអូសម្លនៅក្តៅហុយទឹមស្លព្រឹកហ្នឹងតែបងអានេះលក់គេមានអីខ្លាំងអានេះត្រួយកទួតមែនត្រប់ហើយនឹងត្រសក់អូតែប៉ុណ្ណឹងមួយចានប៉ុន្មានដែរបង1000ក៏ដាក់1000ក៏លក់2000ក៏លក់អូលោកយាយទិញមកទិញ
លោកយាយទិញនំបញ្ចុកលោកយាយមានបបរមួយថង់ហើយនំបញ្ចុកទៀតអូគាត់ឲ្យលុយបងក្មេងរុញឡានលេងថែមត្រប់ពុតញងពីលើអរគុណរយម្ទេសហុយកន្លែងលក់អាហារពេលព្រឹកនៅក្នុងភូមិហើយអត់សូវសម្បូរបែបទេពេលដែលយើងធ្វើដំណើរតាមភូមិហ្នឹងយើងមើលតាមមុខផ្ទះពេលដែលឃើញមានតុហើយមនុស្សនៅជុំគ្នាហ្នឹងគឺជាកន្លែងលក់អាហារពេលព្រឹកហើយនៅហ្នឹងមានបបរមានបាយអីដែរប៉ុន្តែអត់សូវសម្បូរទេហើយនៅកន្លែងគាត់នេះគឺនំបញ្ចុកឈ្ងុយខ្ជាយហ្មងអើបងស្រមហៅមីងទឹកសឡគាត់ឈ្ងុយទឹកខ្ជាយហើយទឹកសម្លអត់ប្រើខ្ទិះដូងទេបាទស្លនៅនេះអត់ប្រើខ្ទិះដូងទេញ៉ាំទៅចំត្រប់ពុតញងមកគ្រាប់បែកឈ្ងុយក្លិនវាឈ្ងុយពេញមាត់ហ្មងអូនប៉ុណ្នេះក៏ចេះភាសានេះដែរបងភាសាដើមជនជាតិដែរព្រោះយើងប្រហាត់តាំងពីតូចមកហ្មងចំមានអក្សរមានអត់មានទេណារៀនខ្មែរធម្មតាអូចាស់ពីដើមមានអក្សរភាសាក្រោលហ្នឹងហ៎បងដាក់ឲ្យចាំណាអូចេះញ៉ាំហឹលដែរចាត់កូតណាចាត់កូតណា Boleh narik mesin pepun nih. ហើយឆ្លៀតនៅឱកាសនេះដែរបាទខ្ញុំក៏បានមកដល់កន្លែងគេរែកមាសនៅក្នុងស្ទឹងប្រជាជននៅទីនេះគាត់មានមុខរបរមួយទៀតបាទអ្នកភូមិគឺគាត់តែងតែមករែកមាសបាទនៅពេលទំនេរគឺជាលក្ខណៈគ្រួសារបាទដូចកន្លែងគាត់នៅនេះចឹងបាទគឺគាត់រែងមាសជាលក្ខណៈគ្រួសារគឺពីរអ្នកប្តីប្រពន្ធហើយឃើញមានកូនតូចពីរអ្នកដែរនេះជាមុខរបរមួយដែរសម្រាប់អ្នកភូមិនៅទីនេះបាទពួកខ្ញុំអាចដឹងពីចំណូលដែលគាត់រែងមាសហ្នឹងឯងក្នុងមួយថ្ងៃគាត់អាចរកបានប្រហែលប្រមាណគាត់មួយថ្ងៃគាត់ប្រហែលជាបានបើបានមួយហ៊ុនទៅគាត់បានជាង20,000នេះទៅបើថាអត់ដល់មួយហ៊ុនទៅវា5 ដល់ 10,000ក្នុងមួយថ្ងៃវាតាមវាអាចត្រូវនឹងវាចកាលទៅវាអត់អីចឹងណាបាទអត់ទៅយើងបានតិចទៅប៉ុន្តែរឿងថាវាមិនខាតទេថាមួយថ្ងៃបានក៏បាន 10,000 ទៅ 5 10,000បាទតាមលទ្ធផលដែលគាត់រកបានតិចឬច្រើនបាទជម្រាបសួរបងបងធ្វើអីបងហៅអីគេប៉ោងភាសាខ្មែរក៏ភាសាជនជាតិប៉ោងពងអូសម្រាប់ដាក់អីគេហ្នឹងដាក់ត្រីយើងដាក់ចូលក្នុងទឹកហ្មងអាហ្នឹងតាក់វាហ្នឹងត្រូវហ៎ដាក់នុយឲ្យវាចូលភាសាជនជាតិក្រោលគាត់មានភាសាឈ្មោះផ្សេងទេហើយក៏ដូចគ្នាទេផ្សេងអានេះហៅពួងក្រោលហៅពួងវិញអូដល់ពេលខ្មែរប៉ោងស្តៀងតែគ្នាដែរពួងប៉ោងបងធ្វើខ្លួនឯងហ្មងអានេះទីណាយើងជួសជុលទេអូធ្វើប្រើហើយអញ្ចឹងអូគាត់អ្នកនេសាទហ្មងនេះឃើញឧបករណ៍ច្រើនណា
ទ្រុងដាក់ត្រីហ្នឹងទ្រូអានោះទ្រូមែនណាទូអញ្ចឹងទ្រុងទាំងអស់ហ៎អូបងក្រោលដែរតែជនជាតិក្រោលដែរនៅទីនេះជាភូមិមួយទៀតបាទមិនមែនភូមិស្រែជីទេខាងនេះគឺភូមិស្រែត្នោតឈ្មោះផ្សារភ្ជាប់មួយដើមត្នោតណាបងប្អូនព្រោះពេលដែលខ្ញុំធ្វើដំណើរមកដល់ភូមិគាត់ហ្នឹងឃើញដើមត្នោតច្រើនដែរហ្នឹងអញ្ចឹងបានដាក់ឈ្មោះថាភូមិស្រែត្នោតពេលដែលគាត់ត្រូវទៅរកត្រីឬនេសាទឆ្ងាយទេបងអូគ្រៀងដាក់តាមគ្រៀងយើង ស្ទឹងហ៎ បាទ អូចិត្តដែរដើរមកផ្លែតទៅដល់អញ្ចឹងហ៎ ណែក្រោយទៀតក្រោយស្រាយ បាទអាមួយនេះយើងហៅអីវិញបងលាន់អាហ្នឹងដាក់អន្ទួងហ៎អូដាក់អន្ទួងតំណងដែរនេះ សម្រាប់ល្ងាចនេះគឺគាត់នឹងធ្វើអាហារមួយពេលទៀតសម្រាប់ពួកខ្ញុំហើយម្ហូបរបស់គាត់ធ្វើល្ងាចនេះក៏ប្លែកដែរសម្លកកូរស្លឹកព្រិចធម្មតាស្លឹកព្រិចខ្ញុំធ្លាប់ដឹងយើងយកទៅស្ងោរបាទភាគច្រើនគឺស្ងោរប៉ុន្តែនៅខាងគាត់នេះគាត់ថាស្លឹកព្រិចនេះគាត់អាចល្វែបានផងហើយនឹងស្លកកូរផងហើយក៏យកទៅឆាបានដែរបងឆាវាមួយមុខដែរមែន ចា ឆាស្លឹកព្រិចហ៎ ចា អូបាទបងប្អូនប្លែកឆាស្លឹកព្រិច អត់ឆ្អិនចាំដាក់ បាទឆ្នាំងមួយគឺស្លកកូរហើយឆ្នាំងខ្ទះគឺគាត់ឆាជាមួយនឹងស្លឹកព្រិចហ្នឹងអញ្ចឹងម្ហូបថ្ងៃនេះគាត់ប្រើស្លឹកព្រិចទាំងពីរមុខបាទកកូរស្លឹកព្រិចហើយនឹងឆាស្លឹកព្រិចជ្រុំប្រហុក ចាំស្លទៅអញ្ចឹងដាក់ទៅហុក បាទ មកត្រឡប់ ដល់លីង អូយើងបង់អង្គលីងមុនអញ្ចឹងហ្មងណាបង ចាញ់ចិត្តយើងទេតែបន្លែនេះវាពិបាកប្រហែលទេដាក់មកផ្លែនេះឆ្អិនបាត់សបក ដោយសារស្លឹកព្រិចឆាប់ឆ្អិន បាទ អញ្ចឹងយើងបង់អង្គលីងមុន អង្គលីង នៅខាងនេះគឺជាទំពាំងព្រិចទំពាំងព្រិចនេះគឺជាបន្លែកកូរបាទចម្លែកនៅខាងខ្ញុំអត់ដែលប្រើបន្លែព្រិចមកកកូរទេបាទប៉ុន្តែនេះជាលើកទី1ទៀតហើយ បាទបទពិសោធន៍ថ្មី ខាងនឹងបើថាទៅពាំងច្រើនផងបាច់ទេ សាច់ដែលគាត់លលីងសម្រាប់ឆាហ្នឹងគឺយកវាមកស្លបាទគាត់រំលែកជាពីរសាច់សម្លផោះបងគឺស្ងោរឆ្អិនហើយហ្នឹង ចា ហើយឆាច្រឡំយើងឆាឆ្អិននេះបានយកមកដាក់អូខេដាក់ស្លឹកព្រិចបាទនេះជាស្លឹកព្រិចបាទនេះ បើវាស្វិត គាត់ថាស្លឹកព្រិចនេះដោយសារវាតាំងពីព្រឹកអញ្ចឹងវាស្វិត តាំងពីម្សិល តាំងពីម្សិលហ៎បងអូបើបានស្លឹកព្រិចថ្មីស្រស់មិនទៅឆ្ងាញ់ទេដូចតែគ្នាទេបង ai cũng khoan chơi mà chắc bôi chát អត់ទៅគឹមទៅអត់ឆ្ងាញ់អត់អីទេ ôi kì tôi tham không được được អូគ្រឿងយើងដាក់មកតាមក្រោយអូឈ្ងុយដាក់គ្រឿងចូលឈ្ងុយកកូរបាទមុនហ្នឹងក្លិនផ្សេងបាទដល់ពេលគាត់ដាក់គ្រឿងចូលមកដូចលាយជាមួយអង្គលីងទៅក្លិនជាកកូរហ្មង muốn chơi chặt đây chặt camera đó nghe người ta không chặt ដាក់ប៊ីចេង muốn chặt khoan nhá ស្ករក្រហម ប៉ុណ្ណឹងចិត្តឆ្អិនហ្នឹងមែនទេបង ចា អូលឿនណាស់ព្រោះសាច់ឆាឆ្អិនហើយ អ៊ីខ្លោច អូដាក់ស្លឹកព្រិចចូលអូឈ្ងុយស្ករហ៎គាត់ប្រើស្ករក្រហមអញ្ចឹងម្ហូបរបស់គាត់ឈ្ងុយហ្មង
បាត់ជំរាបណាធ្វើទេ បងឡើងផុសខំមានពួតអាចគាត់ទៅយុគ20គាត់ទៅចាំគាត់ទៅទីបាច់ជាមួយគាត់នេះទៅអស់ ខែនេះមាននៅដើមហៅប្រឹងតែហូបអត់ប្រឹង ក៏ស្គាល់វាមិនស្គាល់ក្នុងដើម